ចង់ស្វែងរកការងារធ្វើប៉ុន្តែមិនដឹងថាគួរទៅរកនៅកន្លែងណាដែលវាស័ក្តិសមជាមួយនឹងបទពិសោធន៍របស់យើងអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងប្រើជាមួយនឹង AI ដើម្បីឲ្យវាជួយស្វែងរកការងារខ្ញុំធ្វើចង់ដឹងថាវាអាចធ្វើបានឬក៏អត់យើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាថ្មីនេះដែរគឺខ្ញុំឃើញថាកម្មវិធី Working ណាបានធ្វើការ update ជាមួយនឹងជំនួយការ AI ថ្មីដែលមានឈ្មោះថា Vina ដែលមានសមត្ថភាពក្នុងការជួយស្វែងរកការងារដែលស័ក្តិសមជាមួយនឹងបទពិសោធន៍របស់យើងបំផុតក៏ដូចជាជួយបង្កើត Digital CV ដើម្បីឲ្យយើងមានភាពងាយស្រួលដើម្បីយកទៅ apply ខណៈពេលដែលក្នុងកម្មវិធីគឺមានក្រុមហ៊ុនជាង500និងឱកាសការងារជាច្រើនខ្លាំងមែនទែនបើសិនជាបងប្អូនមិនទាន់មានកម្មវិធី Working ណាពីមុនមកទេគឺបងប្អូនអាចធ្វើការចូលទៅ download ក្នុង App Store ហើយនិង Play Store បានបើសិនជាមានហើយយើងធ្វើការបើកចូលមកក្នុងកម្មវិធីអញ្ចឹងដំបូងអស់គឺយើងធ្វើការ log in តាមរយៈការដែលយើងត្រូវការដាក់លេខទូរស័ព្ទរបស់យើងចូលអញ្ចឹងនៅពេលដែលយើងវាយលេខទូរស័ព្ទយើងចូលយើងចុចពាក្យថា continue អញ្ចឹងយើងរងចាំមួយផ្លែតគេនឹងធ្វើការផ្ញើលេខ OTP មកកាន់លេខទូរស័ព្ទដៃរបស់យើង4ខ្ទង់អញ្ចឹងកន្លែងនេះដែរជាធម្មតានៅពេលដែលចេញអញ្ចឹងគឺភាគច្រើនយើងតែងតែត្រូវការចូលទៅបំពេញតាមកាលឹមនីមួយៗប៉ុន្តែនៅក្នុងកម្មវិធី Working ណាគឺយើងអាចធ្វើការយក CV ដែលយើងមានស្រាប់ជា file PDF ឬក៏ជា file Word ហ្នឹង upload ចូលទៅអញ្ចឹងគេនឹងធ្វើការ scan ក៏ដូចជា update ទៅជា digital CV ឲ្យយើងតែម្ដងហើយវិធីសាស្ត្រវិញគឺងាយស្រួលខ្លាំងមែនទែនអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលមកកន្លែងពាក្យថា add resume បន្ទាប់មកទៀតគឺអ្នកនរគ្នាអាចធ្វើការចុចកន្លែង choose file អញ្ចឹងយើងអាចធ្វើការរើស file CV របស់យើងមកទាំង PDF ទាំង Word គឺយើងអាចធ្វើការដាក់បានអញ្ចឹងយើងគ្រាន់តែដាក់ចូលទៅបន្ទាប់មកទៀតគឺយើងចុចពាក្យថា update my resume file អញ្ចឹងកន្លែងនេះដែរគឺយើងរងចាំមួយ plate គឺហើយអីបើតាមអ្វីដែលខ្ញុំគិតថាវាមិនដល់1នាទីទេយើងគ្រាន់តែរងចាំមួយ plate ទៅគឺវាធ្វើការ update ព័ត៌មានពី CV របស់យើងធម្មតាហ្នឹងទៅជា digital CV នៅក្នុងកម្មវិធីតែម្ដងអូខេបន្ទាប់ពីរងចាំដល់មួយ plate ហ្នឹងគឺហើយអញ្ចឹងព័ត៌មាននៅក្នុង CV របស់ខ្ញុំហ្នឹងគឺវានឹងចូលមកក្នុងនេះទាំងអស់តែម្ដងយើងអាចចាំបាច់ត្រូវការវាបញ្ចូលដោយខ្លួនឯងអញ្ចឹងងាយស្រួលខ្លាំងមែនតើអញ្ចឹងឥឡូវខ្ញុំសូមត្រឡប់មកកាន់កន្លែង My Job នេះវិញតាក់ទងជាមួយនឹង AI Vina Watching ហ្នឹងគឺយើងអាចធ្វើការចុចនៅកន្លែងនេះក៏បានឬក៏នៅពេលដែលយើងចេញពីកម្មវិធីយើងចូលមកក្នុងកម្មវិធី Working ណាហ្នឹងគឺ message from Vina ហ្នឹងនឹងធ្វើការ pop up នៅកន្លែងហ្នឹងតែម្ដងយើងគ្រាន់តែចុចពាក្យថា get start ទៅវានឹងទៅ redirect ទៅកន្លែង AI Matching Job ហ្នឹងដូចគ្នាអញ្ចឹងយើងចង់ធ្វើការងារនៅកន្លែងណាអញ្ចឹងនៅសារខ្ញុំចង់ធ្វើការងារនៅក្នុងពេញខ្ញុំចុចពេញបន្ទាប់មកទៀតគឺនៅក្នុងខណ្ឌណាអញ្ចឹងខ្ញុំរើសការងារខណ្ឌខ្ញុំអត់សូវម៉ានទេនៅក្នុងខណ្ឌណាក៏បានដែរឲ្យតែវា matching ជាមួយនឹងបទពិសោធន៍របស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការរើសចំនួនខណ្ឌទៅតាមអ្វីដែលយើងចង់ធ្វើការហ្នឹងទៅបន្ទាប់មកទៀតគឺយើងចុចពាក្យថា next អញ្ចឹង AI Vina ហ្នឹងវានឹងធ្វើការ suggest ទៅលើការងារដែលវាស័ក្តិសមជាមួយនឹង background របស់ខ្ញុំមកខាងខ្ញុំតែម្ដងងាយស្រួលខ្លាំងមែនតើដែលចាំបាច់ចូលទៅធ្វើការ search manual ម្ដងមួយនោះទេគឺវាធ្វើការ suggest មកយើងតែម្ដងអញ្ចឹងគឺយើងឃើញអញ្ចឹងវាមានជាមួយនឹង option ច្រើនមែនតើដែលតាក់ទងជាមួយនឹង marketing ដោយសារអីដោយសារតែ background របស់ខ្ញុំគឺខ្ញុំធ្វើការខាង marketing អញ្ចឹងអ្វីដែលវា suggest មកហ្នឹងគឺអត់ខុសទេបងប្អូនទាំងនេះបែរជាឆ្ងល់ថានៅខាងស្ដាំហ្នឹងមានផ្កាយមួយមានភាគរយហ្នឹងគឺជាអ្វីកន្លែងហ្នឹងគឺជា matching score មានន័យថាបើសិនជាភាគរយកាន់តែច្រើនឱកាសការងារដែលគេទាមទារហ្នឹងអ្វីដែលជា requirement របស់គេជាមួយនឹង background របស់យើងហ្នឹងគឺវាកាន់តែ match គ្នាមានន័យកាន់តែស៊ីគ្នាអញ្ចឹងឱកាសដែលយើង apply ទៅកាន់ការងារដែលវា matching ជាមួយនឹង background របស់យើងភាគរយដែលយើងជាប់នៅក្នុងការងារហ្នឹងក៏វាមានច្រើនដូចគ្នាអញ្ចឹងបងប្អូនទាំងនេះ scroll ទៅឃើញមាន 75% 71% 69% 66ចឹងទៅអញ្ចឹងឥឡូវខ្ញុំធ្វើការ apply ទៅកន្លែងភពជនីយដ្ឋាននេះមួយដោយសារតែខ្ញុំឃើញ matching រហូតដល់ 71% អញ្ចឹងដើម្បី apply គឺងាយស្រួលទេយើងគ្រាន់តែចុច view more ហើយយើងចុចពាក្យថា apply now បន្តមកទៀតយើងចុចពាក្យថា I'm ready ហើយយើង swipe to submit ទៅខាងលើនេះទៅគឺជាការស្រេចងាយស្រួលខ្លាំងមែនតើយើង CV ក៏គេ update ឲ្យយើងទៅជា digital ហើយ apply ទៅមកផ្លែទៅគឺយើងអាច apply ទៅកាន់ការងារដែលយើងមានបទពិសោធន៍ស្រាប់ទៀតចំណេញពេលវេលាលឿនហើយអត់ខាតពេលរបស់យើងទេបើតាមអ្វីដែលខ្ញុំធ្លាប់ដឹងធ្លាប់តេស្តធ្លាប់ប្រើគឺខ្ញុំអាចនិយាយបានថាកម្មវិធី Working ណានេះគឺជាកម្មវិធីទី1ដែលមានមុខងារ AI ដែលអាចជួយស្វែងរកការងារដែលវាស័ក្តិសមជាមួយនឹង background របស់យើងហ្នឹងហើយវាពិតជាផ្ដល់ភាពងាយស្រួលខ្លាំងមែនតើហើយខ្ញុំគិតថាការដែល update មួយនេះគឺពិតជាជួយទៅដល់អ្នកដែលគាត់កំពុងតែស្វែងរកការងារខ្លាំងមែនតើដូច្នេះហើយបើសិនជាអ្នកនរគ្នាកំពុងតែស្វែងរកការងារឬក៏មានបញ្ហាក្នុងការស្វែងរកការងារពីមុនមកទេគួរតែទៅ download កម្មវិធី Working ណាដើម្បីសាកប្រើប្រាស់ជាមួយនឹងមុខងារទាំងអស់គ្នាងាយស្រួលរហ័សហើយចំណេញពេលវេលារបស់យើងច្រើនមែនតើអញ្ចឹងអ្នកនរណាអាចធ្វើការចូលទៅ download កម្មវិធី Working ណាយកមកប្រើទៅទាំងក្នុង App Store ទាំងក្នុង Play Store ហើយអាចធ្វើការតាមអ្វីដែលខ្ញុំបានបង្ហាញជូនអ្នកនរគ្នាអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយ